បងប្អូនឃើញត្រួយទេអត់នេះសម័យបើមានផ្លែសល់អត់មានត្រួយហើយមកស្លឹកចាស់ចាច់អីអាស្លឹកចាស់វាអន់គឺថាសល់អត់ផ្លែមើលទៅលើគឺថាសល់អត់លើតែមើលសល់ប៉ុណ្ណឹងគេថាប៉ុណ្ណឹងអត់ច្រើនទេផ្លែបន្តិចតែបន្តិចទេបើត្រួយខាងលើហ្នឹងវាអត់សមផ្លែនៅប៉ុន្តែក៏សមតែលីងហ្មងមកដើមទៀតបាទនេះអូត្រួយដល់គាត់មើលត្រួយសិនខ្ញុំថាមើលក្នុងមកជុំហ្មងហើយចាំក្នុងវាអត់ច្រើនទេវត្តផ្លែនេះអត់ច្រើនទេតែបើប្រៀបធៀបជាមួយអាត្រួយហ្នឹងវាអត់ត្រូវសមសល់ប៉ុណ្ណឹងវាត្រូវអស់អាលីងហ្មងនៅបាន20 30គ្រាប់ដែរមើលត្រួយមើលផ្លែណាសល់ហើយផ្លែអត់ក្រហមទេណាវាចុយយ៉ាមើលទូរស័ព្ទវាអត់ស្រស់អញ្ចឹងមើលទៅរៀងក្រហមតែក្រៅអត់ទេខៀវមួយផ្លែសល់ហើយដើមទូចដែរមកនេះមួយទៀតបាច់មើលនេះមើលត្រួយទៅដល់អាផ្លែមិនដល់មើលតែនេះមើលឃើញអូហងក្បោះទៅលើបាទនេះវាអត់ទាន់លាមកវាតិចទៀតវាលាដឹងតែវានៅច្រើននៅកុំលើមើលមកដើមនេះវាសល់មកដល់20គ្រាប់ចឹងទៅហើយទូចវាសល់មិនឈ្នះត្រួយនឹងទេមើលយ៉ាងណាមើលចុចតាំងពីលើដល់ក្រោមបើស្លឹកវិញដល់មកជ្រុះស្លឹកវាផ្លែជ្រុះតែវាផ្លែវាអត់ច្រើនទេនៅ4 20គ្រាប់វាមិនសមដើមទេតែបើយើងប្រៀបមួយអាត្រួយណាវាមិនសមនៅវាសមរស់ខ្ទេចហ្នឹងថាធំទៅវានៅវាលើ60ថ្ងៃ50ថ្ងៃឡើងchứអានេះហើយចា2 3នោះហើយมันក្រិនផ្លែនៅស្រស់ឡើយ